បាទជំរាបសួរពុកម៉ែបងប្អូនចាស់ចកាចន្ទីទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចង់មកធ្វើការចែកម្លែកខ្លះតកតងទៅនឹងការថែទាំដំណាំស្វាយចន្ទីខ្ញុំចង់ចែកម្លែកថាដើម្បីយើងអាចបានផ្កាល្អបែបនេះពុកម៉ែបងប្អូនសម្រាប់ចន្ទីហើយយើងត្រូវធ្វើអ្វីខ្លះដើម្បីយើងអាចបានចន្ទីផងយើងទទួលបាននៅការលូតលាស់បានល្អអញ្ចឹងដូចពុកម៉ែបងប្អូនត្រូវដឹងថាសម្រាប់ស្វាយចន្ទីដើម្បីយើងអាចទទួលបាននៅផ្កាល្អឬក៏ផ្លែល្អតើយើងគួរធ្វើបែបណាបាទដើម្បីយើងទទួលបានចន្ទីដែលយើងមានផ្លែល្អដំបូងឡើយពុកម៉ែបងប្អូនត្រូវធ្វើយ៉ាងណាឲ្យចន្ទីបានពុកម៉ែបងប្អូនគឺត្រូវតែមានផ្កាល្អជាមុនសិនដើម្បីបានផ្លែល្អយើងត្រូវធ្វើថែទាំចន្ទីបានយើងឲ្យវាមានផ្កាល្អពុកម៉ែបងប្អូនដើម្បីឲ្យចន្ទីបានយើងមានផ្លែល្អយើងចាំបាច់ត្រូវតែធ្វើថែទាំចន្ទីបានយើងឲ្យមានផ្កាល្អថែទាំចន្ទីបានយើងយ៉ាងណាឲ្យយើងវាមានផ្កាល្អដើម្បីឲ្យចន្ទីបានយើងមានផ្កាល្អបែបនេះដើម្បីយើងថែចន្ទីឲ្យយើងមានផ្កាល្អបែបនេះពុកម៉ែចាំបាច់ត្រូវតែធ្វើថែទាំចន្ទីបានពុកម៉ែបងប្អូនធ្វើម៉េចឲ្យមានស្លឹកល្អណាបងប្អូនឲ្យមានស្លឹកល្អទើបបានផ្កាល្អពុកម៉ែបងប្អូនអញ្ចឹងដើម្បីឲ្យបានចន្ទីផាន់យើងមានស្លឹកល្អតើពុកម៉ែបងប្អូនត្រូវធ្វើអីខ្លះដើម្បីឲ្យបានចន្ទីផាន់បងប្អូនមានស្លឹកល្អអញ្ចឹងមិនថាស្លឹកល្អផលិតបានជាផ្កាល្អផលិតបានទៅជាផ្លែល្អអញ្ចឹងដើម្បីឲ្យបានផ្លែល្អផ្កាល្អស្លឹកល្អពុកម៉ែបងប្អូនត្រូវផ្ដល់ជីទៅដល់ដំណាំទៅដល់ចន្ទីផងពុកម៉ែបងប្អូនអញ្ចឹងការផ្ដល់ជីជាតិពុកម៉ែបងប្អូនត្រូវផ្ដល់ទៅតាមតម្រូវការនិងតាមដំណាំបានចន្ទីបានពុកម៉ែបងប្អូនអញ្ចឹងថាគឺគួរផ្ដល់បែបណាអញ្ចឹងចំពោះការផ្ដល់ជីជាតិទៅដល់ដំណាំពុកម៉ែបងប្អូនអាចធ្វើការប្រើប្រាស់នៅជីកប់គល់មានថាជីដាក់គល់ពុកម៉ែបងប្អូនអាចជ្រើសរើសយកប្រើជីធម្មជាតិក៏បានជីសរីរាង្គក៏បានឬក៏ជីគីមីផ្សេងៗក៏បានតែយ៉ាងណាពុកម៉ែបងប្អូនត្រូវផ្ដល់ឲ្យវាសមស្របនៅទៅលើចន្ទីផាន់ពុកម៉ែបងប្អូនសមស្របនឹងចង់មានន័យថាយើងដាក់ពេលណាដើម្បីចន្ទីផាន់ពុកម៉ែបងប្អូនគឺ CG បានល្អហើយការផ្ដល់មួយទៀតគឺពុកម៉ែបងប្អូនអាចធ្វើការផ្ដល់តាមរយៈការបាញ់នៅតាមស្លឹកផ្ដល់អាហារបំពន់ឬក៏ជីបំពន់ទៅតាមស្លឹកណាយើងអាចផ្ដល់ទៅតាមស្លឹកដើម្បីឲ្យចន្ទីផាន់យើងអាចទទួលបាននៅអាហារបន្ថែមដើម្បីផ្ដល់ទៅដល់ស្លឹកនិងដើមមិនចន្ទីអញ្ចឹងខ្ញុំក៏ចង់ចែកម្លែកថាដើម្បីធ្វើឲ្យចន្ទីបានពុកម៉ែបងប្អូនយើងមានផ្កាល្អផ្លែល្អស្លឹកល្អចាំបាច់គឺការផ្ដល់នូវសារធាតុចិញ្ចឹមទៅដល់ដំណាំដែលយើងអាចហៅថាជីឬក៏ផ្ដល់ជីជាតិទៅដល់ដំណាំមិនយើងអញ្ចឹងដំណាំយើងអាចទទួលបានទិន្នផលខ្ពស់កត្តាជីជាតិនេះគឺសំខាន់ក្នុងការផ្ដល់ទៅឲ្យដំណាំហើយផ្សេងទៀតដូចជាកត្តាសត្វល្អិតឬក៏កត្តាជំងឺឬក៏អាកាសធាតុផ្សេងគឺជារឿងបន្ទាប់ដែលយើងអាចមើលជាក់ស្ដែងទៅតាមហ្នឹងប៉ុន្តែសំខាន់គឺការផ្ដល់ជីជាតិទៅដល់ដំណាំអញ្ចឹងបើសិនជាយើងធ្វើដំណាំគឺយើងចង់បានទិន្នផលខ្ពស់តែបើយើងចង់បានទិន្នផលខ្ពស់ហើយយើងអត់បានធ្វើការផ្ដល់ជីជាតិទៅដល់ដំណាំឲ្យបានគ្រប់គ្រាន់ទេយើងមិនអាចទទួលបានទិន្នផលខ្ពស់ទៅតាមអ្វីដែលយើងចង់បានទេអញ្ចឹងទេចាំបាច់ពុកម៉ែបងប្អូនត្រូវគិតជាដំបូងគឺការផ្ដល់អាហារឬក៏ជីជាតិទៅដល់ដំណាំឲ្យបានគ្រប់គ្រាន់កាលណាយើងផ្ដល់អាហារឬក៏ជីជាតិដល់ដំណាំបានគ្រប់គ្រាន់ដំណាំផងយើងនឹងឲ្យផលមកយើងវិញតាមអ្វីដែលយើងបានផ្ដល់ឲ្យនឹងអញ្ចឹងជាក់ស្ដែងពុកម៉ែបងប្អូនជាការចែកម្លែកអញ្ចឹងទេដើម្បីយើងអាចទទួលបានផលទិន្នផលខ្ពស់ពីដំណាំផាន់យើងពីចន្ទីផាន់យើងចាំបាច់យើងត្រូវតែប្រើប្រាស់នៅជីជាតិឲ្យបានគ្រប់គ្រាន់ទៅដល់ដំណាំទី1យើងអាចផ្ដល់ជីទៅតាមរយៈការដាក់គល់ហើយនឹងយើងផ្ដល់ទៅតាមការបាញ់អាហារបំពន់តាមស្លឹកអីផ្សេងបាទនេះចន្ទីនេះគឺគាត់បានប្រើប្រាស់ជីកប់គល់ហើយនឹងបានបាញ់នៅ
ជីបំពន់តាមរយៈស្លឹកយើងឃើញថាចន្ទីនេះលូតលាស់ល្អមែនតើហើយផ្លែក៏ល្អដែរឃើញមួយចកមផ្លែច្រើនហើយគ្រាប់ធំហើយយើងឃើញថាចន្ទីនេះយើងវាមានដុះលូតលាស់ល្អអានេះហៅថាវាដុះ2ឆាត់ហើយស្លឹកណាចន្ទីដុះ2ឆាត់ឃើញចន្ទីគាត់ដុះស្លឹកច្រើនល្អណាផ្លែចឹងដើម្បីយើងអាចទទួលបានចន្ទីដែលមានដងដើមល្អស្លឹកល្អត្រួយល្អផ្លែល្អចាំបាច់យើងត្រូវផ្ដល់សារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ឲ្យបានពេញលេញហើយការផ្ដល់នោះគឺយើងផ្ដល់ទៅតាមពេលវេលាតាមដំណាក់កាលរបស់ចន្ទីយើងដូចយើងដាក់ជីគល់អញ្ចឹងយើងប្រើយើងដំបូងឡើយយើងត្រូវគិតថាយើងប្រើជីប្រភេទអីជីគីមីជីសរីរាង្គជីធម្មជាតិអញ្ចឹងបើសិនជាជីគីមីពុកម៉ែបងប្អូនគួរដាក់នៅពេលណាបើដាក់ជីធម្មជាតិពុកម៉ែបងប្អូនគួរដាក់នៅពេលណាដើម្បីឲ្យដំណាំហ្នឹងមានលទ្ធភាពសមស្របដើម្បីអាចCG ហ្នឹងបានគ្រប់គ្រាន់អញ្ចឹងទេបងប្អូនត្រូវតែគិតថាពុកម៉ែបងប្អូនជ្រើសរើសដាក់ជីប្រភេទអីហើយដាក់នៅពេលណាហើយការដាក់ជីនេះគឺបងប្អូនត្រូវដាក់នៅព្រោះដំណាំស្វាយចន្ទីភាគច្រើនជាដំណាំមួយដែលសមស្របក្នុងតំបន់អាកាសធាតុក្តៅសើមអាកាសធាតុត្រូពិចណាអញ្ចឹងលក្ខខណ្ឌក្តៅសើមគឺជាលក្ខខណ្ឌសមស្របបំផុតក្នុងការយើងដែលដំណាំយើងចាំបាច់ក្នុងការត្រូវការសារធាតុចិញ្ចឹមដើម្បីវាធ្វើការលូតលាស់អញ្ចឹងទេយើងត្រូវរើសពេលវេលាណាដែលសមស្របអញ្ចឹងវាអាចចន្លោះពីខែ5ដល់ខែ8អីចឹងទៅយើងវាសមស្របដល់ខែ10ឬខែ11អាចថាភ្លៀងវាច្រើនហ្នឹងឡើងហ្នឹងវាអាចថាភ្លៀងវាច្រើនអីវាសំណើមវាខ្ពស់ខ្លាំងអញ្ចឹងទៅការលូតលាស់ផាន់វាក៏ដំណាំផាន់យើងក៏វាអត់សូវល្អដែរអញ្ចឹងសំណើមអានឹងកម្ដៅវាត្រូវការសមាមាត្រគ្នាក្តៅសើមណាអញ្ចឹងពុកម៉ែបងប្អូនអាចជ្រើសរើសនៅការដាក់ជីក្នុងចន្លោះពីខែអាចថាពីខែ5ទៅដល់ខែ8អញ្ចឹងទៅដើម្បីយើងអាចឲ្យដំណាំបានយើង CG បានគ្រប់គ្រាន់ដើម្បីវាអាចមានសុខភាពល្អដើម្បីអាចបានទៅផលិតជាស្លឹកបងឡើយគឺវាចេញត្រួយវាផលិតបានជាស្លឹកនេះវាផលិតបានជាផ្កាល្អផលិតបានជាផ្លែល្អនេះជាអ្វីដែលខ្ញុំចង់ចែកម្លែកទៅដល់ពុកម៉ែបងប្អូនហើយការផ្ដល់សារធាតុចិញ្ចឹមផ្សេងទៅដល់តាមរយៈស្លឹកអាហ្នឹងយើងមើលទៅតាមជាក់ស្ដែងនៅក្នុងចការផាន់យើងចន្ទីផាន់យើងជៀសវាងដែលយើងប្រើប្រាស់ថ្នាំដែលអត់ត្រូវតាមដំណាក់កាលទៅតាមពេលវាធ្វើឲ្យពុកម៉ែបងប្អូនខាតនៅថវិកាខាតនៅសេដ្ឋកិច្ចផាន់ពុកម៉ែបងប្អូនអញ្ចឹងការប្រើប្រាស់ថ្នាំការប្រាស់ជីប្រើប្រាស់អីគឺវាមើលទៅតាមស្ថានភាពសុខភាពផាន់ដំណាំចន្ទីផាន់ពុកម៉ែបងប្អូនផ្សេងគ្នាអញ្ចឹងយើងបាញ់ទៅតាមនឹងដែរអញ្ចឹងបើសិនឃើញថាដំណាំចន្ទីផាន់យើងវាមានការខ្វះខាតអីយើងប្រើប្រាស់ថ្នាំនោះដើម្បីបំពេញតម្រូវការជៀសវាងដែលយើងចេះតែបាញ់ហើយយើងអត់បានពិនិត្យពីបញ្ហាសុខភាពជាក់ស្ដែងផាន់របស់ចន្ទីផាន់យើងដែលធ្វើឲ្យយើងខាតថវិកាក្នុងការបាញ់បាទខ្ញុំមានការចូលរួមតែប៉ុណ្ណឹងជាមួយនឹងពុកម៉ែបងប្អូនណាសង្ឃឹមថាខ្ញុំចែកម្លែកនេះអាចថាជាប្រយោជន៍ដល់ពុកម៉ែបងប្អូនក្នុងការថែទាំចន្ទីពុកម៉ែបងប្អូនហ្នឹងគឺឲ្យមានសុខភាពល្អដើម្បីបានទទួលទិន្នផលល្អជារៀងទៅបាទសូមអរគុណសូមជម្រាបលាបាយបាយជួបគ្នានៅវីដេអូបន្តទៀត